ចាសួស្តីបងប្អូនថ្ងៃនេះទំនេរចាដោយសារកូនគាត់ឃើញលក់ចឹងទៅឆ្លៀតមកធ្វើម្ហូបបន្លែបង្ការគឺបេះក្បែរផ្ទះហ្នឹងទេចាមានតាំងពីត្រួយ7ចាម្ទេសមានស្លឹកគ្រៃចាយើងអត់ហត់ទិញគេទេដោយសារយើងដាំក្នុងចម្ការខ្លួនឯងអញ្ចឹងណាចានេះម្រះព្រៅអញ្ចឹងគ្រាន់តែឃើញមកបន្លែរបស់ខ្ញុំគឺដឹងហើយថាស្លអីថ្ងៃហ្នឹងចាស្លម្ជូរស្រែបងប្អូនងាយស្រួលព្រោះថាយើងអត់មានពេលស្រាអញ្ចឹងចាតកូននេះក៏បេះមកពីក្នុងរោងដែរក្រោយផ្ទះហ្នឹងកាត់ហើយយកមកលាងទឹកហើយដាក់ជាមួយនឹងគល់តក្រីចារំដេងហើយយកបុកគ្រឿងចាគ្រឿងរបស់យើងមានល្មៀតចាខ្ទឹមហើយនឹងថែមអំបិលតិចទៅចាមានអំបិលចាដាក់តែជាពីស្លាបព្រាតូចទេតមកខ្ញុំថែមជាមួយនឹងប៊ីចេងបន្តិចស្ករបន្តិចបុកលាយគ្នាអញ្ចឹងណាដើម្បីយកមកប្រឡាក់ជាមួយនឹងត្រីនេះក៏ត្រីដែលយើងទិញគេហ្នឹងក៏ប្រភេទត្រីស្រែដែរបងប្អូនគេយកមកលក់ដល់មុខផ្ទះហ្មងចាត្រីស្រែតកូនស្រែចាផ្សំគ្រឿងស្រែចំការមានណាបងប្អូនជាតិសាហាវចាច្បល់ជាមួយគ្រឿងមកដូចឆ្អែតចឹងណាចាក៏ស្លម្ជូរស្រែងាយបងប្អូនដាក់បោកតិចទៅចាទឹកយើងចាប់ផ្ដើមពុះហើយដាក់ប្រហុកជ្រុំប្រហុកតិចចាតមកហ្នឹងក៏យើងដាក់ត្រីដែលយើងបានកូរមួយគ្រឿងហើយចាបន្លែតកូនយើងផ្លុកចាបន្លែតកូនលេជាមួយនឹងព្រៅហ្នឹងគឺដាក់លេចូលគ្នាតែម្ដងព្រោះតកូនល្អសម្រាប់សុខភាពមានជាតិប្រៃជំនួយដល់ក្របឈាមក្រហមច្រើនចាហើយនេះត្រួយ7ដែលយើងបានបេះហ្នឹងចាហាន់តូចចារសជាតិប្រៃជូរ